នៅព្រឹកថ្ងៃច័ន្ទទី24ខែសីហាឆ្នាំ2026អាយុដំគួចចម្រើនប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលបានដឹកនាំប្រតិភូសាខាចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន3គ្រួសារដែលមានសមាជិកសរុបចំនួន5នាក់រស់នៅភូមិកំពង់សម្បួរក្រោមនិងភូមិកំពង់ស្វាយកណ្ដាលឃុំព្រែកថ្មីស្រុកកោះធំនៅក្នុងឱកាសនោះអាយដាមប្រធានបាននាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានឹងការចូលរួមសោកស្ដាយយ៉ាងក្រៃលែងចំពោះគ្រួសារដែលបានជួបប្រទះនៅហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្ដាលឲ្យរលំផ្ទះទាំងស្រុងចំនួន1ខ្នងត្រេតនិងខូចខាតប៉ើងដំបូលស័ង្កសីចំនួន2ខ្នងសម្ភារៈនិងថវិកាដែលបានផ្ដល់ជូនក្នុងមួយគ្រួសាររួមមានអង្ករ25គីឡូមី1កេសត្រីខ1យួរទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរទឹកសុទ្ធ1កេសខិតសម្លៀកបំពាក់1កញ្ចប់ព្រមទាំងថវិកា1លានរៀលដោយឡែកចំពោះគ្រួសារដែលរងការខូចខាតរលំផ្ទះទាំងស្រុងមួយគ្រួសារសាខាបានឧបត្ថម្ភបន្ថែមនៅកៅស៊ូតង់ចំនួន1ផ្ទាំងផងដែរក្នុងពេលជាមួយគ្នានេះដែរអាយដាមគួចចម្រើនបានស្នើឲ្យប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ចូលរួមតាមដានព័ត៌មានអាកាសធាតុនិងត្រៀមលក្ខណៈបង្ការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅពេលដែលមានគ្រោះមហន្តរាយកើតឡើងជាពិសេសជាងនេះទៅទៀតអំឡុងពេលរដូវវស្សានេះអាយដាមបានអំពាវនាវដល់អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាសម្អាតបរិស្ថានជុំវិញផ្ទះក្នុងផ្ទះដើម្បីលុបបំបាត់ជម្រកមូសខ្លាក្នុងការការពារនិងទប់ស្កាត់កុំឲ្យកើតមានជំងឺគ្រុនឈាមនៅក្នុងសហគមន៍របស់ខ្លួនបន្ទាប់ពីពិធីប្រគល់ជូនអំណោយមនុស្សធម៌ប្រតិភូសាខាដឹកនាំដោយលោកជំទាវស្រុនស្រីនាងហេរញ្ញិកគណៈកម្មាធិការសាខាបានបន្តដំណើរទៅសួរសុខទុក្ខលោកស្រីប៊ុនប៉ៅតេងអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះធំដែលលោកស្រីបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនាពេលកន្លងមកនិងកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅក្នុងភូមិព្រែកធនឃុំព្រែកថ្មីស្រុកកោះធំស្ថិតក្នុងឱកាសនោះផងដែរដើម្បីជាការលើកទឹកចិត្តនិងការជួយសម្រាលនៃការលំបាកចំពោះមុខរបស់លោកស្រីប្រតិភូសាខាក្នុងនាមអាយដាមគូចម្រើនប្រធានគណៈកម្មាធិការសាខាបានឧបត្ថម្ភអំណោយជូនលោកស្រីប៊ុនប៉ៅតេងមានផ្លែឈើ1កន្ត្រកនិងថវិកាចំនួន1លានរៀលផងដែរ